ជំរាបសួរគ្រូខ្ញុំឈ្មោះអេនច័ន្ទមករាខ្ញុំមកពីក្រុម IU5 សម្រាប់ថ្ងៃនេះដែរខ្ញុំមកធ្វើការងារបន្តដែលនិយាយពី AWS Server Remote ចឹងមុននឹងចូលធ្វើការងារនេះយើងត្រូវចូលទៅប្រកាសម៉ាស៊ីនសិនចឹងយើងចូលទៅតាម EC2 នេះមកហើយយកចូលមក instance ហើយយើងមកចុច run instance យើងកាត់ឈ្មោះមក AWS Server Remote ASA 2គួរមិនខ្ញុំបង្កើតមួយហើយអញ្ចឹងខ្ញុំបង្កើតដល់2ហើយយើងចុចជ្រើសរើស YouTube ហើយយើងចុច Run Instance អូនតន់ស្រេច key pair ឆ្លាស់ចានេះយកមិនធ្វើអីទៀតទេហើយនេះមិនធ្វើអីទៀតទេ default ទាំងអស់យើងចុច create key pair មួយមកដាក់ឈ្មោះវាដាក់ឈ្មោះថាអី AWS Server Remote SSA 2ចឹងមក SSA មកហើយយើងចុច create key pair ហើយចុច run instance មកហើយយើងចុច instance នេះមកចឹងម៉ាស៊ីនមិញនេះឥឡូវនេះដែលយើងបង្កើតនេះចូល SA client នេះមកចឹងយើងចូលតោះមកយើងចូលទៅកាន់ Gitbar យើងចូល Gitbar ដើម្បី connect ចឹងយើងចុច CD ទៅកាន់ desktop មកច្បងយើងត្រូវ copy អានេះសិន copy key pair មួយហ្នឹងយកមកដាក់នៅ desktop សិនចឹងចូលទៅកាន់ Gitbar សិនថ្មី CD ទៅកាន់ desktop តោះមកយើងអត់ S តោះមកយើងឆេញ mode កាន់400ហើយយើងវាយ AWS តោះមកខ្ញុំធ្វើការ remove ASA យើងទៅ copy នេះវិញមកនេះហើយយើងផាសវាចូលមកចាំយើងផ្លែតមកយ៉ាមកហើយនេះខ្ញុំចូលបានហើយអញ្ចឹងខ្ញុំសុំឆែកទៅលើ user បញ្ជាក់ who am I អញ្ចឹងចេញមកយំទូប្រទេសខ្ញុំឆែកទៅយក PWD present working directory PWD ចឹងខ្ញុំកំពុងចូលនៅលើ home ហើយតោះមកខ្ញុំសុំ clear ចោលមួយសិនតោះមកខ្ញុំសុំការ update មួយសិនចឹងខ្ញុំសុំ upgrade ហើយ upgrade វាមួយទៀតដែរ GOADE
upgrade វាដែរបញ្ចប់សិនទៅ update ហើយ upgrade ហើយខ្ញុំសូមឆែកទៅលើ comment មួយទៀតគឺឆែកទៅមើលលើ tree ថាខ្ញុំបាន install tree នោះហើយនៅចាំចូលមក tree ដក version អត់ទេចឹងយើងប្រើ command មួយគឺ install វាវាដើរសិនទៅហើយចុច clear នោះចឹងទៅបង្កើត directory អូខេ mkdir Tầm mấy chuyện Tầm phải tri rồi mới chạy lên folder để bạn bắt cá vài tri máu đấy son mũi folder dùng ăn bắt cá mấy mình xem lại cái này cắt mới nhưng cắt nó pha tạch mũi vậy nano version nano cái dừng xe ấy mua đó tịch welcome mấy chúng ta sẽ đặt đâu bao nhiêu control máu bài xéo control là bài xéo chẳng làm cho bao nhiêu chốt phải của mình cat mơ cat mơ file là dương ăn ba châu mình nữa xịt tạch welcome đấy rồi bao nhiêu thằng càng copy nữa copy file tất cả folder thì mình chắc không phải cp cho tất cả folder son muối slash son
ហើយធ្វើតទៀតមកបន្តរហូតមកតរហូតតអស់មកមក clear មួយសិនមកយើងអល់អែវាមក001នេះតែមកខ្ញុំកាត់តា file យើងបង្កើតតា file ចេញមកហើយបានហើយខ្ញុំ extract នៅតា file ហ្នឹងចឹងយើងប្រើ command តា hvf តា sv11.12.ta ហើយបន្តមកទៀតខ្ញុំcompress នៅ file តាហ្នឹងចូលទៅក្នុងta.gz ចូលទៅក្នុង ta.gz ចឹងខ្ញុំប្រើ command តា czv ហើយខ្ញុំextract នៅ file ta.gz អញ្ចឹងខ្ញុំប្រើ command តាដែរ .xz ចាំទៀតបាទខ្ញុំឆាត 10% ចឹងខ្ញុំអត់មាន file ហ្នឹងទេចឹងខ្ញុំត្រូវការ install ចឹងមុននឹង install ខ្ញុំត្រូវការ sudo update វាមួយសិនupgrade វាមួយទៀតទៅបានចឹងយើងឡើង zip
តើមកខ្ញុំបង្កើត file zip មួយឈ្មោះ zip.org sv ហើយខ្ញុំ extract extract វាមក បាទ ចឹងខ្ញុំសូមចប់ការងារតំណគ្រូអរគុណច្រើន